នេះគឺជាជីវិតពិតរបស់នារីម្នាក់នៅប្រទេសជប៉ុនគ្មានប្រទេសជួលគ្មានស្វាមីគ្មានកូនយ៉ាងណាក៏ដោយរយប់នាងរស់នៅក្នុងឡានរបស់នាងនៅម៉ោង8យប់ណាណាកូអាយុ28ឆ្នាំបានចេញពីធ្វើការក្នុងនាមជាស្ត្រីម្នាក់ដែលរស់នៅដោយមិនចាំបាច់បាត់បង់នាងមិនមានកន្លែងគេងជាក់លាក់នោះទេចំណតដំបងរបស់នាងគឺបន្ទប់ទឹកសាធារណៈនៅប្រទេសជប៉ុនមនុស្សជាច្រើនដូចជាណាណាកូរស់នៅក្នុងយានយន្តរបស់គេដូច្នេះបន្ទប់ទឹកសាធារណៈមានគ្រប់ទីកន្លែងបន្ទាប់ពីនោះណាណាកូបើកឡានទៅកាន់ចំណតរថយន្តឥតទឹកថ្លៃដើម្បីធ្វើជាផ្ទះសម្រាប់ពេលយប់នៅខាងក្រៅព្រិលកំពុងតែធ្លាក់នាងត្រឡប់ទៅឡានរបស់នាងវិញយ៉ាងលឿនបើកម៉ាស៊ីនកម្ដៅរងចាំសីតុណ្ហភាពកើនឡើងបន្ទាប់មកបដូរទៅជាសម្លៀកបំពាក់ដែលមានផាសុកភាពហើយរៀបចំអាហារពេលល្ងាចឡានរបស់នាងសាមញ្ញប៉ុន្តែវាមានសម្ភារៈមូលដ្ឋានទាំងអស់ដែលនាងត្រូវការទោះជាយ៉ាងណាក៏ដោយកន្លែងចម្អិនអាហារមានកំណត់ដូច្នេះអាហារភាគច្រើនរបស់នាងងាយស្រួលធ្វើអាហារដែលត្រូវការរៀបចំតិចតួចដំបូងឡើយណាណាកូគឺជាបុគ្គលិកការិយាល័យដទៃទៀតជួលអាផាតមិនតូចមួយនៅឆ្ងាយពីទីក្រុងដើម្បីសន្សំប្រាក់និងតស៊ូទ្រាំនឹងធ្វើការដំណើរដល់ឆ្វេងឆ្ងាយដោយស្ងៀមស្ងាត់ហើយនាងបានរកឃើញនិន្នាការជីវិតរថយន្តតាមអ៊ីនធឺណិតបន្ទាប់ពីការពិសោធន៍និងការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នអស់រយៈពេលជាច្រើនខែនាងបានសម្រេចចិត្តផ្លាស់ប្ដូរទៅប្រើប្រាស់រថយន្តរបស់នាងពេញម៉ោងវាមានរយៈពេលជាង1ឆ្នាំហើយនាងបានសម្របខ្លួនយ៉ាងពេញលេញនៅនឹងរបៀបរស់នៅទីនេះចំណុចអវិជ្ជមានមានតែមួយគត់គឺការរអាក់រអួលក្នុងការស្វែងរកបន្ទប់ទឹកបើមិនដូច្នោះទេវាមិនខុសពីការជួលប៉ុន្មានទេលើកឡើងតែវាចំណាយតិចជាងនិងផ្ដល់ឲ្យនាងនូវសេរីភាពកាន់តែច្រើនក្នុងការរីករាយនឹងជីវិតដូច្នេះតើអ្នកគិតយ៉ាងណាចំពោះជីវិតរស់នៅបែបនេះ